ប្រព័ន្ធឯកតនាមនិងប្រព័ន្ធសមាមាត្រតើវាមានគុណសម្បត្តិគុណវិបត្តិខុសគ្នាយ៉ាងម៉េចបងប្អូនណាប្រព័ន្ធឯកតនាមវាមានគុណសម្បត្តិរបស់វាច្រើនយ៉ាងណាស់ប៉ុន្តែវាមានគុណវិបត្តិមួយកុំនិយាយពីរឿងទិញដូរអាឈួតអង្គវានិយាយតែរឿងទិញដូរឯងប្រព័ន្ធសមាមាត្រទិញដូររាល់ថ្ងៃវាមិនយកមកប្រៀបធៀបផងប្រព័ន្ធឯកតនាមគេទិញគេដូរងាប់ហើយចោលសមាមាត្ររាល់ថ្ងៃគេនិយាយទិញដូរហ៎មិននិយាយអញ្ចឹងតាមរូបមន្តរបស់វានោះណាប្រព័ន្ធឯកតនាមគណៈបកខ្លះដែលបានស្លឹកស្នោតច្រើនប៉ុន្តែអត់មានតំណាងរាស្ត្រសោះពីព្រោះប្រព័ន្ធឯកតនាមមកមណ្ឌលមានអ្នកតំណាងរាស្ត្រដែលអាចជាប់ឆ្នោតតែមួយទេមកឈរបេក្ខជនប្រមាណក៏បានដែរប៉ុន្តែអ្នកជាប់ឆ្នោតមកមណ្ឌលតែមួយទេបានស្លឹកស្នោតពាក់កណ្ដាលបូក1ទៅជាអ្នកតំណាងរាស្ត្រក្នុងមណ្ឌលហ្នឹងឧទាហរណ៍ក្នុងមណ្ឌលហ្នឹងមាន 40000 អ្នកបោះឆ្នោតឧបមាថាគណៈបកសំរងស៊ីនិងគណៈបក CPP CPP បាន 20000 ហើយថែមមកស្លឹកគណៈបកសំរងស៊ីឧបមាថានៅសល់ប្រមាណបានតែគណៈបកសំរងស៊ីវាចាញ់គណៈបកប្រជាជនតាមមួយស្លឹកពីរស្លឹកហ្នឹងទៅគណៈបកសំរងស៊ីក្នុងមណ្ឌលហ្នឹងចោលជិត 20000 សម្លេងណាទៅមណ្ឌលមួយទៀតអញ្ចឹងទៀត CPP បាន 22000 ស្លឹកអញ្ចឹងទៅសំរងស៊ីជិត 20000 ចោលទៀតមណ្ឌលមួយទៀតអញ្ចឹងមណ្ឌលមួយទៀតអញ្ចឹងតំណាងរាស្ត្រ123នាក់ត្រូវ123មណ្ឌលពីព្រោះក្នុងមណ្ឌលមួយតំណាងរាស្ត្រមានតែម្នាក់ទេអញ្ចឹង123កៅអីគឺចែក123មណ្ឌលមួយមណ្ឌលមានអ្នកតំណាងរាស្ត្រជាប់ឆ្នោតតែមួយទេសំរងស៊ីមណ្ឌលនេះចោលជិត 20000 មណ្ឌលមួយទៀតចោលជិត 20000 សរុបមកប្រទេសទៅវាអាចបានស្លឹកឆ្នោតដល់តែ2លានប៉ុន្តែកៅអីតំណាងរាស្ត្រតែមួយគ្មានផងទេដល់ពេលអញ្ចឹងក៏គេបង្កើតប្រព័ន្ធសមាមាត្រមកប្រព័ន្ធសមាមាត្រគេបូកសរុបអសរសក្នុងមណ្ឌលហ្នឹងឲ្យវាបានគ្រប់មកកៅអីប៉ុន្តែអាប្រព័ន្ធមួយហ្នឹងបញ្ហានៅត្រង់ថាប្រជាពលរដ្ឋអត់បានបោះឆ្នោតចំមុខវាក្បត់ឆន្ទៈរបស់ប្រជាពលរដ្ឋត្រង់ហ្នឹងហើយដែលគេមិនគេច្បាច់ប្រព័ន្ធពីរហ្នឹងចូលគ្នាគូចំមុខគេហៅប្រព័ន្ធឯកតនាមបូកលទ្ធផលកៅអីតំណាងរាស្ត្រលើសពី1ឡើងទៅគេហៅសមាមាត្រក្នុងមណ្ឌលហ្នឹងមានអ្នកឈរឈ្មោះលើសពី1ឡើងទៅម្ដងនេះគូចំមុខប៉ុន្តែស្លឹកស្នោតរាប់ក្នុងមណ្ឌលដូចយើងតែថ្ងៃអញ្ចឹងអាហ្នឹងគេហៅប្រព័ន្ធចម្រុះជាប្រព័ន្ធលេខ1លើលោកនេះទាំងគ្រប់ប្រទេសទាំងអស់គេប្រើប្រព័ន្ធហ្នឹងពេញនិយមណាស់ព្រោះប្រជាពលរដ្ឋបានគូចំមុខបុគ្គលផងរួចស្លឹកស្នោតវាអត់កវត្តចោលផងនេះយើងទៅអាប្រព័ន្ធហ្នឹងគេហៅប្រព័ន្ធចម្រុះប្រព័ន្ធបោះឆ្នោតចំមុខប៉ុន្តែវាពិបាកបញ្យល់ប្រជាពលរដ្ឋពេកអញ្ចឹងយើងហៅប្រព័ន្ធឯកតនាមហ្មងណាតែតាមពិតប្រព័ន្ធដែលចង់ប្រើគឺប្រព័ន្ធចម្រុះ99% ក្នុងលោកនេះប្រើប្រព័ន្ធនឹងទាំងអស់សុទ្ធសឹងតែប្រព័ន្ធចម្រុះគឺបោះឆ្នោតគូចំមុខតាមរយៈឯកតនាមហើយមណ្ឌលបោះឆ្នោតមានអ្នកតំណាងរាស្ត្រឈរលើសពី1ចែកតាមប្រព័ន្ធសមាមាត្រអាបច្ចេកទេសចែកយ៉ាងម៉េចនោះខ្ញុំខ្ជិលនិយាយលម្អិតនេះអាប្រព័ន្ធចម្រុះហ្នឹងដែលយើងត្រូវការឲ្យមាននៅក្នុងស្រុកយើងប៉ុន្តែពិបាកបញ្យល់ប្រជាពលរដ្ឋណាបងប្អូនគេថាអ្នកខ្លាំងទាំងឡាយគឺជាអ្នកដែលរៀនសូត្រហើយយកចំណេះដឹងហ្នឹងមកកាត់កងឲ្យល្មមសមរម្យជាមួយនឹងសមត្ថភាពរបស់ប្រជាពលរដ្ឋខ្លួនអញ្ចឹងយើងនិយាយអញ្ចឹងទៅចាំដល់ពេលយើងផ្ញើឆ្នោតដាក់ប្រព័ន្ធចម្រុះហ្នឹងមកអញ្ចឹងដល់ពេលបោះឆ្នោតអ្នកតំណាងរាស្ត្រក្នុងមណ្ឌលមួយបិទរូបដើម្បីឲ្យប្រជាពលរដ្ឋស្គាល់គូទៅចំមុខបុគ្គលនឹងផឹបស្លឹកឆ្នោតហ្នឹងរត់ចូលក្នុងគណៈបកភ្លាមប៉ុន្តែដល់ពេលជាប់ឆ្នោតគឺបុគ្គលណាដែលប្រជាពលរដ្ឋគូឆ្នោតឲ្យច្រើនជាងអំណាចរបស់មេបកទៅបានបំបែកមេបកលែងរៀបចំលំដាប់អ្នកតំណាងរាស្ត្រហើយអ្នកតំណាងរាស្ត្រវាមានប្រជាប្រិយភាពដោយខ្លួនឯងអ្វីបិទនៅក្នុងបកនឹងមែនបើអ្នកឯងគ្មានប្រជាប្រិយភាពប្រជាពលរដ្ឋអត់គូឲ្យមិនស្រួលមេបកធ្លាក់ផងវាអាចអញ្ចឹងអានឹងរំដោះអ្នកតំណាងរាស្ត្រចេញពីក្រញាំបកដើម្បីឲ្យអ្នកតំណាងរាស្ត្រនៅខាងរាស្ត្រតែងស្ដាប់ជាផលប្រយោជន៍របស់ប្រជាពលរដ្ឋតើអ្នកតំណាងរាស្ត្រចេញឲ្យបងប្អូនបាត់បកែទាំងអស់ស្រួលបំផុតតឡាការក៏ដោយច្បាប់ដំណើរការរដ្ឋបាលប្រទេសយើងក៏ដោយអាណាដឹកនាំគណៈរដ្ឋមន្ត្រីតាំងពីណាពីណីមកបងប្អូនហើយអត់មានច្បាប់រដ្ឋបាលម្ចាស់ថ្លៃដឹកនាំតាមទម្លាប់តាំងពីណាពីណីមកខ្មែរយើងបែកចិត្ត9ក៏តលើអត់មានច្បាប់រដ្ឋបាលធ្វើតាមទម្លាប់ណាវាចេញចេះអាហ្នឹងមិនចាស់ចេះទម្លាប់អត់មានច្បាប់រដ្ឋបាលទេសំខាន់ណាបងប្អូនដំណើរការរដ្ឋបាលជាឌីណាម៉ូវល់ខ្ញល់ដើម្បីអភិវឌ្ឍប្រទេសទាំងមូលដំណើរការរដ្ឋបាលឲ្យមានតម្លាភាពឲ្យមានប្រសិទ្ធភាពជាមុនសិនប្រទេសយើងដឹកនាំតាំងពី79រហូតដល់ឥឡូវអត់មានតុលាការរដ្ឋបាលពួកអីពួកអត់មានច្បាប់រដ្ឋបាលដែរធ្វើតែតាមទម្លាប់ទាញអ្នកតំណាងរាស្ត្រឲ្យមកនៅយើងសិន
តាមរយៈនៃប្រព័ន្ធបោះឆ្នោតដែលយើងផ្លាស់ប្ដូរពីប្រព័ន្ធសមាមាត្រមកប្រព័ន្ធចម្រុះឬប្រព័ន្ធបោះឆ្នោតចំមុខនេះយើងអាចរំដោះអ្នកតំណាងរាស្ត្រដើម្បីធ្វើច្បាប់ផ្សេងទៅតាមឆន្ទៈរបស់យើង